នាងនឹងយានលីគ្រាន់តែជាតម្រង់ការប៉ុណ្ណោះ5ឆ្នាំក្រោយនៅលេលេហើយគួរអាណិតមែនរស់នៅកំដប់បរោះដែលមិនស្រឡាញ់ខ្លួនសោះហើយថែមទាំងត្រូវមកធ្វើពុតជាប្រពន្ធល្អទីននាងគិតថាធ្វើបែបនេះក្រៅពីនាងគ្មានអ្នកណាម្នាក់ក្នុងគ្រួសារទេអញ្ចឹងអ្នកនាងតំណែងខ្លាំងណាស់មែនទេថាម៉េចចំណាយពេលមកស៊ើបសួររឿងអាពាហ៍ពិពាហ៍អ្នកដតីបែបនេះវាគ្មានប្រយោជន៍អ្វីដល់ជីវិតនាងឡើយដឹងទេថាទំនាក់ទំនងក្នុងចំណោមអាពាហ៍ពិពាហ៍ជាអ្វីអ្នកនាងខ្ញុំត្រូវតែរៀបចំកម្មវិធីជប់លៀងទៀតសុំទោសផងនេះតំណែងជាកូនប្រសាស្រីគ្រួសារហើយគឺអាចជាខ្ញុំតែម្នាក់គុណបាញ់មិញនេះនៅបន្ទប់ទឹកតាលីនវៃបានទៅរកឯងតើមែនទេបាននិយាយគ្នាប្រមាណនាងនិយាយពីអ្វីខ្លះគ្មានអីសំខាន់ទេគ្រាន់តែជាអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះខ្ញុំអាចដោះស្រាយរួចហើយឯងមិនខ្វល់ទេរឿងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនាងលីនខ្ញុំមិនខ្វល់ឡើយម៉ាក់ខ្ញុំទៅមើលខាងមុខសិនក្រែងលើមានអ្វីត្រូវជួយកាលនៅពីក្មេងបើខ្ញុំជួបសង្សារចាស់ប្តីមកឌឺដងបែបនេះខ្ញុំច្បាស់ជាឆេវឆាវយំលោឡាផ្អើលគេឯងមិនខានតែមើលកូនប្រសាម្នាក់នេះចោះនាងហាក់ដូចជាមិនខ្វល់តតែសោះហើយបងថ្លៃអ្វីដែលជីយីទុកចិត្តនោះគឺរឿងប្រទេសជាតិមិនមែនចំនួននៅក្នុងគ្រួសារនោះទេគេមិនសូវចាប់អារម្មណ៍ឡើយណាពីមុនខ្ញុំចិត្តចង្អៀតពេកហើយនៅថ្ងៃនោះពេលលេងវៃផ្អែកមកលើខ្ញុំប្រតិកម្មដំបូងរបស់ខ្ញុំគឺធុញថប់និងពិបាកធ្វើខ្លួនណាស់តែនៅពេលដែលជឿបង្ហាញខ្លួនអារម្មណ៍ធុញថប់របស់ខ្ញុំហាក់ដូចជាត្រូវបានលួងលោមទៅវិញហើយក៏ស្ងប់ស្ងាត់ទៅវិញដូចគ្នាដែរចៅលីបើលោកឲ្យមេធាវីរបស់លោកផ្ញើសារមកក្រុមប្រឹក្សាបានបញ្ជូនទៅខាងរ៉ែរួចទៅហើយណាហើយវាក៏ជារបស់រដ្ឋដែរក្រុមហ៊ុនរ៉ែរបស់យើងក៏នៅក្នុងបញ្ជីរដ្ឋដែរបើយោងតាមច្បាប់ក្នុងស្រុកតើអតិថិជនរបស់យើងទទួលបានសំណងប្រមាណច្រើនបំផុតគឺ40%ទៅ60%ប៉ុន្តែអ្វីដែលកាន់តែអាក្រក់នោះគឺសហគមន៍នៅក្នុងតំបន់បានចាប់ផ្ដើមតវ៉ាពួកគេក៏បានចំណាយប្រាក់ចំណេញជាអចិន្ត្រៃយ៍បើមិនចឹងទេពួកគេមិនបិទផ្លូវនោះទេណាមេធាវីចៃសំណុំរឿងទិញយកក្រុមហ៊ុននេះយកបានដំណើរការជាងកន្លះឆ្នាំហើយបើសិនជាពេលនេះត្រូវលុបចោលដោយហានិភ័យអតិថិជនមិនត្រឹមខាត់បងធំទេសូម្បីតែគេឈ្មោះក្រុមហ៊ុនមេធាវីយើងក៏ខូចឈ្មោះដែរមែនហើយបងហួរជួយផ្ញើលេខទូរស័ព្ទបងថ្លៃស្រីខ្ញុំតិចមើលណាហើយរកគាត់មានការនេះទេអូគឺចេះទេឥឡូវខ្ញុំកំពុងតែជួបសំណុំរឿងនៅអាមេរិកខាងត្បូងដែលពិបាកដោះស្រាយឬថាបងថ្លៃស្រីធ្លាប់រស់នៅទីនោះហើយយកពីទំនៀមទម្លាប់អ្នកស្រុកដូច្នេះខ្ញុំចង់ឲ្យគាត់ជួយបន្តិចហ្នឹងណាអូខេចាំយើងផ្ញើលេខទូរស័ព្ទបងថ្លៃឲ្យតែអញ្ចឹងណាប៉ុន្តែជាធម្មតាឯងរលខ្លាំងណាស់នៅកន្លែងធ្វើការហើយមានអារម្មណ៍គិតគូររឿងព្រំដែនដែរមែនទេពេលខ្ញុំឈ្នះក្តីនេះណាខ្ញុំនឹងទុកចំណាយ30%ចែករំលែកជាមួយនឹងបងថ្លៃស្រីបងថ្លៃស្រីរបស់ឯងមិនខ្វល់ពីរឿងនេះទេប្រសិនបើពិតជាចង់បង្ហាញគ្រាន់តែយកលុយបរិច្ចាគដល់មន្ទីរពេទ្យទៅបានទៅហើយណាគ្មានបញ្ហាអ្វីទាំងអស់នេះបង្ហាញថាបងហូគ្រប់គ្រងអាជីពបងថ្លៃស្រីណាស់មែនទេលេខយកផ្ញើរួចហើយបានជំរាបសួរបងថ្លៃខ្ញុំគឺស៊ូម៉ាបៃណាខ្ញុំនៅទីនេះឥឡូវនេះវាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបញ្ចូលគ្នាដែលពាក់ព័ន្ធនឹងទីឡូទីណូវិចបានជួបប្រទះបញ្ហាហានិភ័យមួយចំនួនឬថាបងធ្លាប់ធ្វើការនៅកន្លែងនោះជំរាបសួរមេធាវីស៊ូបើសិនជាសំណួរមិនសម្ងាត់អ្នកអាចសួរខ្ញុំបានភ្នាក់ងាររបស់ខ្ញុំម្នាក់បានទិញអណ្ដូងរ៉ែនៅមេឡូបញ្ហាបានជួបប្រទះនៅពេលនេះសហគមន៍មូលដ្ឋានបានទាមទារចំណាយប្រាក់ចំណូលអចិន្ត្រៃយ៍របស់យើងនិងលិខិតអនុញ្ញាតបរិស្ថានត្រូវបានអនុម័តជាយូរណាស់មកហើយណាតែតំបន់ជីករ៉ែពិសេសនៅតំបន់នេះនៅទីនោះគេហៅថាអាព្រីនឹងណាពេលនេះគឺមានដំណោះស្រាយពីរបងថ្លៃស្រីចាំតិចសិនណាបងថ្លៃយកមកចុះទី1ត្រូវចាប់ផ្ដើមនីតិវិធីចរចាជាមួយនឹងសហគមន៍ភ្លាមកុំរកមេធាវីក្នុងតំបន់អីត្រូវរកអ្នកនៅព្រះវិហារឬអង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ឲ្យជួយទី2គឺប្រាប់ពេលវេលាមិនទាន់ទេត្រូវផ្ដល់រចនាសម្ព័ន្ធប្រតិបត្តិការទៅជាការបង់ប្រាក់តាមដំណាក់កាលវិញហើយត្រូវយកការយល់ព្រមជាផ្លូវការជាគម្រោងសហគមន៍ជាមួយលក្ខខណ្ឌមុនសម្រាប់ការបង់ប្រាក់ដំណាក់កាលទី1អញ្ចឹងទេទៅរកដុតជាម្នាក់នៅទីនោះឈ្មោះម៉ារីយ៉ាគាត់ធ្វើការជាសហគមន៍នៅទីនោះ30ឆ្នាំហើយចាស់ទុំទីនោះទុកចិត្តគាត់នេះឯងអាចប្រាប់ឈ្មោះបងបានចាប់បងផ្ញើលេខទំនាក់ទំនងគាត់ទៅឲ្យឯង
បងថ្លៃមិនក៏បងជួយខ្ញុំអស់ពីពុះពីពងខ្លាំងម្ល៉េះ